ខ្ញុំនិយាយមែនធ្វើវីដេអូបងខ្លះក៏មិនចូលចិត្តចឹងណាអូសរំលងឬក៏ប្លុកចោលអីចឹងទៅបងអូនហើយបើសិនណាមិនចេះប្លុកឆាតមកថាខ្ញុំមិនចូលចិត្តទេប្លុកខ្ញុំទៅខ្ញុំនឹងប្លុកឲ្យបងអូនចាហើយបើជ្រិញបើពិបាកស្ដាប់នឹងការនិយាយបញ្ចូលសលេងប៉ិនខ្ញុំអួតពីប្តីពីអីហ្នឹងគឺជ្រិញហ្នឹងអាចប្លុកបានឬក៏មិនចេះប្លុកនឹងឆាតមកខ្ញុំប្លុកឲ្យចឹងទៅបងអូនចាខ្ញុំនិយាយមួយចំនួនទេមួយចំនួនទូចមែនតើបងអូនចាគឺខ្ញុំបានផុសវីដេអូអួតអំពីប្តីខ្ញុំនៅក្នុង TikTok ដល់ពេលហើយមាន profile ហ្នឹងមិនដឹងស្រីឬប្រុសឲ្យបងអូនអត់ច្បាស់ទេគេចូល comment ចំណាំមើលមនុស្សដែលទៅបកែចំណានឈ្នាននេះគេនៅមិនសុខទេបងអូនគេថាអួតម៉េះបើប្តីមានស្រីមិនគេប្រាប់ប្រពន្ធថាគេមានស្រីបើគេខូចមិនគេប្រាប់ប្រពន្ធថាគេនឹងខូចគេនិយាយចឹងណា comment មកបងអូនហើយខ្ញុំនឹងតាំងក៏ពិតតែមនុស្សទៅខូចបងអូនស្រួលមើលណាស់គ្មានអីពិបាកទេចិត្តគ្នាយូរទៅដឹងពីចរិតគ្នាចូលចិត្តអីមិនចូលចិត្តអីមនុស្សនឹងបែបណាចរិតបែបណាបើមនុស្សចលើមខូចគ្រាន់តែមើលមុខក៏ដឹងថាខូចដែរបងអូនអើយឥឡូវសម័យឥឡូវស្រួលមើលណាស់មនុស្សខូចមនុស្សបោកប្រាស់ហ៎គាត់ថាប្តីខ្ញុំនេះគឺល្អពិតមែនយើងចេះតែសើគាត់ទៅព្រោះអីគាត់ជាមនុស្សល្អមែនអញ្ចឹងទៅហើយអ្នកខ្លះក៏ស្រិញយើងអញ្ចឹងទៅណាបងអូនអាស្រិញមកជុំងុំនៅតាមដានមើលអត់ឈប់អញ្ចឹងណាហើយនៅ comment ថាយើងអីចឹងទៅដល់ពេលអញ្ចឹងហើយខ្ញុំតប comment ទៅវិញដាក់ទៅចុកដែរក៏គឺវាលុបបាត់អស់ទៅមិនដឹងអ្នកណាគេទេមិនដឹងថាស្រីឬក៏ប្រុសទេបងអូនចាតាំងក៏ពិតមានអីពិបាកទេបងអូនបើយើងមិនចូលចិត្តគេយើងប្លុកទៅឬយើងឆាតមកគេទៅថាខ្ញុំមិនចូលចិត្តគេប្លុកឲ្យបាត់ទេហើយប្តីប្រពន្ធគេនៅមួយគ្នាយូរឆ្នាំដែរហើយអញ្ចឹងគេដឹងពីចរិតគ្នាវាមិនដែរអីមិនដែរអញ្ចឹងណាបានគេហាអួតប្តីគេរួចបើសិនណាមិនដឹងពីចរិតរឹកពីមួយយាតគេមិនហាអួតគេមិនអាចអួតប្តីគេល្អមិនល្អបងអូនហើយដឹងអំពីប្តីគេអីចរិតមិនអីមិនល្អបែបណាគេអួតដែរបងអូនគេដឹងហើយព្រោះអីគេនៅជាមួយគ្នាហើយដល់ពេលគេអួតប្តីគេទៅវាជ្រិញវាមិនដឹងអាម៉េចបានទោះបីយើងធ្វើមិនក៏វានៅតែទៅចឹងទៅចប់ប្រធានបទអ្នកជ្រិញយើងឲ្យតែយើងធ្វើវីដេអូបងអូនត្រៀមចិត្តអ្នកទៅហើយជួយចិត្តវីដេអូនេះជួយ like comment ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ